ស្រីទាំងអស់គ្នាហើយថ្ងៃយើងមកដល់អាងទីហើយបាទប៉ុន្តែគាត់យើងអត់តន់ទៅដល់ទៅមុខទេហើយចាំខ្ញុំថតទស្សនភាពមួយចំនួនដល់អ្នកទាំងអស់គ្នាមើលបានច្រើនណាស់បងតិចដែរចេះថាតំបន់ទឹកចឹងសម្បូរពុះហ្នឹងមែនអត់យើងសម្រាប់បន្តិចយើងសម្រាប់យកជើងដោយសារតែខានជីកង់យូរអូខេស្រាក់ទីសិនកាលចង់ស្ទូចត្រីហ៎រកទេសភាពព្រលឹមឡើងមើលថ្ងៃរះអែមមកទៅរៀបរៀនឡើងហ្នឹងខ្ជិលover there see កូនក្របីមកដល់ហើយអាងភៀសាវបងតែមុននេះចាំថតទេនេះទឹកអត់លូអែមហួរយើងនាំគ្នាជីកង់ទៅពេញហើយអត់ដឹងថាឈប់កន្លែងណាទៀតទេចាំមើលខ្ញុំអាប់ដេតឲ្យអ្នកទាំងអស់គ្នាមើលនេះលើកដូចបន្លាហើយយើងទៅរកបបកន្លែងទៅនោះកន្លែងយើងឃើញដែរបងឥឡូវយើងចូលមករកអីញ៉ាំតិចមុននឹងថាមករកញ៉ាំបបរតែមីងគាត់អស់អញ្ចឹងយើងមានតែកាទៀវហ្នឹងឯងជាតិប្រសិទ្ធឆ្ងាញ់ណាស់បបហាញ skill ដេញមើលអូយ៉ាយ៉ាមួយឆ្នាំហ៎មួយឆ្នាំនេះគេចេះលេងដៃគាត់ជាងខ្ញុំទៀតអញ្ចឹងខ្លួនអាចចូលចិត្តជីកង់យូរហើយដែរបើតោទីទៅរៀនហ្នឹងបានចូល20ឆ្នាំបើ20ឆ្នាំបងបាត់វិសោធជីកង់ទៅពីក្មេងដែរឬមិនអូជីកង់ក្មេងជីកង់ពីក្មេងមើលជីចូលស្មៅទៅមកចូល50 60គីឡូអូចាំមិនអត់ថតឡើយជីវិសាទៀតជីវិសាទៀតឥឡូវយើងធ្វើដំណើរត្រឡប់ទៅវិញឥឡូវសារ៉ាបន្តិចហើយមានអារម្មណ៍មិនបានមានអារម្មណ៍ថាសប្បាយ50គីឡូអត់អីអាចធ្វើបានអញ្ចឹងមកពីផ្ទះគាត់ថាជាតិដល់ទេតែឥឡូវធ្វើបានសប្បាយធ្វើបានទេតែមកទៀតអត់អីណៃអត់អីទេធ្វើ50គីឡូបើយើងជីឈប់ជាបញ្ហាទេតែយើងជីជាប់រហូតអាចនឹងហើយខ្លាំងទៅបានបងមិនដែរបងខ្ញុំអត់អីជីបានតែយើងជីទៅវាទេសភាពស្អាតដែរបាត់ហ្នឹងហត់ជាស្អាតយើងទៅពីនេះដល់គោលដៅហុងវិហារហ្នឹងវាទាំងអស់កម្លាំងឃើញទឹកកម្លាំងវិញអូខេអញ្ចឹងថ្ងៃនេះវីដេអូរបស់ខ្ញុំថាជាមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នាបាយបាយ